វគ្គនេះតពីវគ្គមុនដែលវគ្គមុនខ្ញុំហៅតួអង្គខុសហើយសុំទោសអ្នកទាំងអស់គ្នាខ្លាំងមែនតើដែលតួអង្គផ្សេងខ្ញុំហៅថា Snake អស់ចឹងកុំឲ្យចាំរយៈពេលយូរនាំតែខាតពេលអ្នកទាំងអស់គ្នាទាំងយើងទៅចូលក្នុងវគ្គថ្មីដែលតពីវគ្គមុនទាំងអស់គ្នាដើមសាច់រឿងមកយើងបង្ហាញពីតួអង្គម្នាក់ដែលឈ្មោះថា Kobe ដែលចោរសមុទ្របានចាប់គាត់មកដាក់នៅលើក្នុងនាវាហ្នឹងនៅថ្ងៃមួយនៅពេលដែលគាត់រងទុក្ខបារ៉ែ Luffy ក៏បានចេញពីនោះ Luffy គាត់បានពួននៅក្នុងនោះដោយសារតែទូគាត់បានត្រូវលិចចូលទៅក្នុងទឹកហើយគាត់បានពួនចូលទៅក្នុងធុងមនុស្សហើយចោរសមុទ្របានលើកធុងនោះមកដាក់នៅក្នុងនៅពេលនេះ Luffy បាននៅលើជោគតសមុទ្រតែគាត់មិនគិតអ្វីច្រើននោះទេដឹងតែគាត់ឃ្លានហើយគាត់បានចេញទៅរកអីហូបយ៉ាងឆ្ងាញ់ហើយនៅពេលនោះ Kobe បានប្រាប់ Luffy ថាកាលពីមុននៅពេលដែលគាត់ស្ទួយត្រីសុកចោរសមុទ្របានចាប់គាត់ឡើងមកលើទូកនៅពេលនោះ Luffy បានសួរទៅ Kobe ថាបើមិនចង់ធ្វើការនៅទីនេះហេតុអ្វីក៏មិនរត់ទៅ Luffy បានប្រាប់ទៅ Luffy ថាអកេណាដាគឺជាកាចសាហាវណាស់ដើម្បីគេចង់រត់គេនឹងសម្លាប់គាត់ហើយ Kobe គាត់ជាមនុស្សកំសាកខ្លាំងមែននៅពេលនោះ Luffy បានប្រាប់ទៅ Kobe ថាគាត់ចេញទៅរកកំណត់បំភីដើម្បីក្លាយជាមេចោរសមុទ្រ Kobe នឹងថាការទៅរកកំណត់បំភីពិតជាគ្រោះថ្នាក់នៅពេលនោះ Luffy បានប្រាប់ទៅ Kobe ថាយើងត្រូវតែធ្វើអ្វីដែលយើងចង់ធ្វើមិនកំសាកឡើយសម្ដីរបស់ Luffy នៅពេលនោះបានលើកទឹកចិត្តដល់ Kobe ខ្លាំងមែនទែនហើយគាត់នឹងដើរតាមក្តីស្រមៃរបស់គាត់ដើម្បីធ្វើជាកាមារីនដើម្បីកម្ចាត់ជននៅពេលដែលអាវដាមកដល់ Luffy បានឃើញអាវដាហើយចង្អុលថាជុំនរណាគេនឹងកំមាប់ម្នេះអាវដាដល់ពេលនរណាគេហៅគាត់កំមាប់គាត់ខឹងមែនទែនហើយចាប់បោក Luffy ហើយនឹងចង់សម្លាប់ Luffy នៅពេលនោះតែម្ដងគាត់បានបញ្ជាឲ្យកូនចៅរបស់គាត់តាមសម្លាប់ Luffy ដៃរបស់ Luffy កាលណាលូតកាន់តែឆ្ងាយនោះកម្លាំងនឹងកាន់តែខ្លាំងពេលនោះទោះអាវដាកំមាប់យ៉ាងណាក៏ Luffy វាយប៉ឹងដែរបន្ទាប់មក Luffy បានជូន Kobe ទៅចុះឈ្មោះធ្វើជាកាមារីនតាមក្តីសោករបស់ពេលនោះមេចៅសមុទ្របានច្រឡំ Luffy ទៅនឹង Zoro ហើយ Kobe បានប្រាប់ Luffy ថា Zoro គឺជាអ្នកស៊ីឈ្នួលកម្ចាត់ចោរសមុទ្រដ៏ខ្លាំងម្នាក់មិនដឹងជាមានរឿងអ្វីទេគេបានចងគាត់នៅទីក្រុង Sail Town មិនយូរប៉ុន្មានពួកគេទាំងពីរនាក់ក៏បានទៅដល់ទីនោះព្រោះ Luffy ចង់បាន Zoro ចូលក្នុងក្រុមរបស់គាត់នៅពេលនោះពួកគេក៏បានទៅដល់កន្លែងគេចាប់ចង Zoro ដែលកន្លែងធ្វើទារុណកម្មនៅទីនោះហើយមានក្មេងស្រីម្នាក់ទៅតាមនោះដែរក្មេងស្រីនោះពិតជាក្លាហានមែនទែនបានយកបាយតំណើបទៅឲ្យ Zoro ញ៉ាំពេល Zoro មិនព្រមញ៉ាំទេហើយព្រមទាំងដេញក្មេងស្រីនោះទៅវិញទោះមកមានបរិសសក់លឿងម្នាក់ហើយនឹងកាមារីនពីរនាក់បានទៅយកបាយពីក្មេងស្រីហើយជន់នឹងដីទោះមកបរិសម្នាក់នោះបានបញ្ជាឲ្យមារីនម្នាក់បោះក្មេងស្រីនោះទៅក្រៅរបស់សំណាងដែរនៅពេលនោះ Luffy បានជួយក្មេងស្រីនោះទាន់វីដេអូនេះខ្ញុំបាទសូមបញ្ចប់ទៅនៅសិនដោយសារតែខ្ញុំបាទរវល់រៀនហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូឲ្យបានវែងជាងនេះទៀត